សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានប្រធានបទពិសោធន៍មួយស្ដីអំពីការសង្កេតលក្ខណៈរុក្ខជាតិ Monocotyledone និង Dicotyledone ដែលស្ថិតនៅក្នុងជំពូកទី1 Simosperm Oxosperm ហើយមេរៀនទី2និយាយអំពី Oxosperm ដើម្បីធ្វើការសង្កេតទៅលើលក្ខណៈរបស់រុក្ខជាតិ Monocotyledone និង Dicotyledone ទាមទារឲ្យយើងត្រូវមានសម្ភារៈមួយចំនួនទី1គឺមានគ្រាប់រុក្ខជាតិ Monocotyledone និង Dicotyledone មួយចំនួនទី2គឺមានស្លឹកហើយទី3គឺមានផ្កាទី4គឺមានឫសរបស់រុក្ខជាតិ Monocotyledone និង Dicotyledone ទី5គឺយើងមានដើមបន្តមកទៀតគឺយើងមានឡាមមានលក្ខពណ៌មានមីក្រូទុសនិងមានកន្ត្រៃសម្រាប់វត្ថុបំណងដែលយើងមកកាន់ពិសោធន៍នៅពេលនេះគឺដើម្បីធ្វើការប្រៀបធៀបឬក៏ញែកលក្ខណៈខុសគ្នារវាងរុក្ខជាតិ Monocotyledone និង Dicotyledone ដូច្នេះដើម្បីធ្វើការញែកបានយើងចោទជាសំណួរតើរុក្ខជាតិ Monocotyledone និង Dicotyledone មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចដល់ដំណើរការនៃការពិសោធន៍ឬក៏សង្កេតដូចទីបន្តឥឡូវនេះយើងចូលដល់ដំណើរការនៃការសង្កេតទី1យើងធ្វើការសង្កេតទៅលើគ្រាប់រុក្ខជាតិទាំងនេះតើគ្រាប់រុក្ខជាតិទាំងនេះមួយណាជា Monocotyledone មួយណាជា Dicotyledone ហើយវាមានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចបន្ទាប់មកទៀតយើងចូលដល់ទម្រង់ស្លឹករបស់វាម្ដងស្លឹកទាំងនេះមួយណាជារុក្ខជាតិ Monocotyledone និង Dicotyledone ហើយវាមានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចបន្ទាប់មកទៀតយើងចូលធ្វើការសង្កេតទៅលើទម្រង់ផ្ការបស់រុក្ខជាតិទាំងពីរតើផ្កាទាំងពីរនេះមួយណាដែលជាប្រភេទរុក្ខជាតិ Monocotyledone និង Dicotyledone បន្តមកទៀតយើងធ្វើការសង្កេតទៅលើដើមរបស់រុក្ខជាតិទាំងពីរនេះតើដើមរបស់វាមួយណាជារុក្ខជាតិ Monocotyledone និង Dicotyledone ហើយវាមានលក្ខណៈខុសគ្នាយ៉ាងដូចម្តេចបន្តមកទៀតយើងធ្វើការសង្កេតទៅលើឫសរបស់វាតើឫសរបស់វាមួយណាជារុក្ខជាតិ Monocotyledone និង Dicotyledone ដើម្បីឲ្យបងប្អូនកាន់តែយល់ឲ្យច្បាស់អំពីការសង្កេតទៅលើលក្ខណៈរបស់រុក្ខជាតិ Monocotyledone និង Dicotyledone ចឹងលោកគ្រូសូមបង្ហាញទៅលើលក្ខណៈទម្រង់ដើមរបស់វាចឹងឃើញបងឃើញមានដើមរបស់រុក្ខជាតិពីរបាទអញ្ចឹងអានេះជាប្រភេទដើមគឺបងសង្កេតឃើញថាឫសរបស់វាណាឫសរបស់វាគឺមានលក្ខណៈក្នុងការធំមួយហើយអានេះគឺជាស្លឹកខ្ទឹមដើមខ្ទឹមឫសរបស់វាមានឫសស្ញាបាទអញ្ចឹងអានេះជាលក្ខណៈរបស់រុក្ខជាតិ Monocotyledone និង Dicotyledone ហើយបន្តមកទៀតយើងធ្វើការសង្កេតទៅលើស្លឹករបស់រុក្ខជាតិ Monocotyledone និង Dicotyledone ម្ដងទៀតតើតើនឹងស្លឹករបស់ទីនេះយើងឃើញមានទំនំមួយនៅចំកណ្ដាលហើយមានទំនំបែកផ្នែកជាច្រើនតែពីទំនំធំហ្នឹងហើយដោយឡែកសម្រាប់រុក្ខជាតិ Monocotyledone ដែលជាដើមរាសីនេះគឺមានទំនំស្រោបមួយហើយស្លឹករបស់វាមានវែងមានលក្ខណៈវែងជាបន្តទៀតយើងមើលទៅលើផ្នែកនៃដើមរុក្ខជាតិ Monocotyledone និង Dicotyledone ដើម្បីធ្វើការសង្កេតទៅលើបាច់សរសៃនាំតើមួយណាជា Monocotyledone និងមួយណាជា Dicotyledone អញ្ចឹងយើងមកធ្វើការពិនិត្យទាំងអស់គ្នាទៅលើ Dicotyledone ចឹងក្រោយពីដំណើរការនៃការពិនិត្យឃើញហើយអញ្ចឹងលក្ខណៈមួយចំនួនដែលបានវិវត្តខាងលើអញ្ចឹងបងប្អូនទាំងអស់គ្នានាំគ្នាធ្វើសំណួរទៅនឹងសិលកិច្ចការដែលលោកគ្រូបានដល់ឲ្យបងប្អូនតាមក្រុមទី1 ហើយអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះ